ជាច្រើនឆ្នាំកន្លងទៅហើយមានករណីនេះកើតឡើងប៉ុន្តែឥឡូវនេះបានកើតឡើងម្ដងទៀតហើយដែលកម្ដៅកើនឡើងរហូតដល់ជាង50 អង្សាសេអស់លោកស្រីកញ្ញាជាទីគោរពនៅដើមកម្មវិធីខ្ញុំបាទអិនជឿនបានសន្យាថានឹងជួបជាមួយនឹងកញ្ញាឌូស្រីពេជ្រដែលកញ្ញាបាត់ជាតារាមួយរូបនៅក្នុងពេលបច្ចុប្បន្ននេះមានការពេញនិយមក៏ដូចជាមានប្រជាប្រិយភាពពីបងប្អូនប្រជាពលរដ្ឋហើយដោយឡែកនៅក្នុងពេលថ្មីនេះមានរឿងមួយចំនួនដែលពាក់ព័ន្ធនឹងកញ្ញាឌូស្រីពេជ្រនោះថ្ងៃនេះគឺអ្នកនាងនឹងឡើងកញ្ញានឹងឡើងមកធ្វើការបកស្រាយជូនអស់លោកស្រីនាងកញ្ញាបាទដើម្បីកុំឲ្យខាតពេលយូរកញ្ញាបានមកដល់នៅក្នុងស្ទូឌីយោរបស់យើងហើយសូមអញ្ញាជម្រាបសួរបាទស្រីពេជ្រចាជម្រាបសួរបងបាទសុខសប្បាយទេមួយរយៈស្រីពេជ្របាទសុខសប្បាយបងសុខសប្បាយអត់បាទសុខសប្បាយធម្មតាហើយឃើញថាមុននឹងចាប់ផ្ដើមកម្មវិធីស្រីពេជ្រមានអ្វីបើជម្រាបជូនដល់អស់លោកស្រីនាងកញ្ញាសូមជួយជម្រាបជូនគាត់ទៅបាទចានេះខ្ញុំឌូស្រីពេជ្រសូមជម្រាបសួរដល់ពុកម៉ែបងប្អូនទស្សនិកជនទាំងអស់ដែលបានតែគ្រប់គ្រងរូបរាងខ្ញុំកន្លងមកចាសូមជូនពរឱកាសចូលឆ្នាំថ្មីនេះជូនពរតែសុខភាពល្អរកស៊ីទទួលមានបានទាំងអស់គ្នាចាបាទអរគុណបញ្ហាមួយចំនួនដែលយើងបានលើកឡើងកន្លងមកនោះគឺថាបងប្អូនប្រជាពលរដ្ឋមានការចាប់អារម្មណ៍ចំពោះកញ្ញាឌូស្រីពេជ្រច្រើនឃើញថាក្នុងពេលបច្ចុប្បន្នតាំងពីកញ្ញាចូលក្នុងវិស័យសិល្បៈរហូតដល់ពេលនេះរយៈពេលប្រហែលឆ្នាំដែរហើយស្រីពេជ្របាទចាប់ពីនេះខ្ញុំចូលវិស័យសិល្បៈដល់ពេលនេះគឺរយៈពេល7 ឆ្នាំហើយ7 ឆ្នាំមកហើយអញ្ចឹងក្នុងការអាជីពដែលកញ្ញាសម្ដែងជាអ្នកសិល្បៈអាចបានអីខ្លះអាជីពក្នុងការសម្ដែងសិល្បៈមានរាំមានច្រៀងឬសម្ដែងខារ៉ាអូខេអាចបានអីខ្លះដែរបាទស្រីពេជ្រចានៅក្នុងវិស័យសិល្បៈនេះខ្ញុំបានសម្ដែងដូចជាខារ៉ាអូខេខ្សែភាពយន្តដូចជា sportបាទថត sport ហើយនឹងធ្វើពិធីការនីចាហើយឥឡូវនេះថ្មីនេះគឺចាប់ផ្ដើមអាជីពជាអ្នកចម្រៀងផងដែរអូចាប់ផ្ដើមអាជីពមួយទៀតជាអ្នកចម្រៀងហើយចុះបែបជា model ហ្នឹងមិនដែរនៅតែបន្តចា model គឺនាងខ្ញុំបន្តព្រោះថានាងខ្ញុំ free style មិនមែននៅក្រុមហ៊ុនណាមួយទេចាអញ្ចឹងគាត់ថាលក្ខណៈ free style មិនបានចុះកងត្រាជាមួយស្ថានីយទូរទស្សន៍ណាមួយនោះទេបើឃើញថាចំពោះសាច់រឿងមួយចំនួនដែលស្រីពេជ្របានធ្លាប់ថតកន្លងមករហូតដល់ពេលបច្ចុប្បន្នហ្នឹងបើនិយាយពីសាច់រឿងក៏បានប្រហែលជា10000រឿងដែរហើយស្រីពេជ្របាទចាចំពោះសាច់រឿងបងអូនថតបាន5-10រឿង15រឿងមកហើយឃើញថាបងប្អូនប្រជាពលរដ្ឋលោកក៏គ្រប់គ្រងហើយលោកក៏មានការពេញចិត្តចំពោះកញ្ញាស្រីពេជ្រដែរដែលបានចេញនៅស្នាដៃមួយចំនួនបង្ហាញអំពីកិត្តិយសដើម្បីលើកតម្កើងនៅវិស័យសិល្បៈមែនទេស្រីពេជ្រចាហើយនៅក្នុងបើនិយាយពីខារ៉ាអូខេវិញបទចម្រៀងអាចចាំបានទេបានប្រហែលបទដែរចាបើខារ៉ាអូខេវិញច្រើនដូចជា30 បទជាងចា30 បទជាងទៅហើយបាទនេះគឺជាស្នាដៃក៏ដូចជាសមិទ្ធផលដែលស្រីពេជ្របានធ្លាប់ថតរួចទៅហើយនៅក្នុងនោះឃើញថាមានការគ្រប់គ្រងជាច្រើនមួយរយៈប្រហែលជាក្នុងពេល2 ឆ្នាំកន្លងមកនេះគឺមានការគ្រប់គ្រងពីកញ្ញាស្រីពេជ្រជាច្រើនមែនទែនចំពោះការសម្ដែងនៅសាច់រឿងមួយចំនួននៅតាមបណ្ដាស្ថានីយទូរទស្សន៍ដែលមានការចាប់អារម្មណ៍ខ្លាំងតើស្រីពេជ្រមានអារម្មណ៍បែបណាដែរដែលធ្លាប់កាលពីមុនខ្លួនឯងមិនទាន់បានចូលសិល្បៈហើយពេលនេះបានឡើងជាអ្នកដែលមានការទទួលស្គាល់ពីបងប្អូនទស្សនិកជនណាមានអារម្មណ៍មិនដែរបាទចាក៏នាងខ្ញុំនៅវ័យក្មេងនាងខ្ញុំធ្លាប់បងប្រាថ្នាចង់ចូលក្នុងវិស័យសិល្បៈដើម្បីបម្រើទស្សនិកជនទាំងអស់គ្នាចានៅពេលនេះនាងខ្ញុំបានឈានចូលមកដល់ក្នុងវិស័យសិល្បៈនេះគឺមោទនភាពមែនទែនដែលមកពីការតស៊ូព្យាយាមអត់ធ្មត់របស់ខ្ញុំទៅមានថ្ងៃនេះបាទទៅមានថ្ងៃនេះឲ្យដឹងទេចាំបានអត់ការពីដំបូងឡើយមុនដែលស្រីពេជ្រចូលក្នុងវិស័យសិល្បៈមកពីតើសញ្ញាស្រីពេជ្រធ្វើអ្វីដែរប្រកបអាជីពណាដំបូងណាចង់ដឹងបន្តិចដែរណាចាចូលដំបូងគឺតាមមិត្តភ័ក្តិដែលគាត់ណែនាំឲ្យនាងខ្ញុំទៅប្រឡងជាកញ្ញាឯកចាពេលហ្នឹងគឺចប់កញ្ញាឯកវិជ្ជាប្រៃក្នុងឆ្នាំ2009ចាចុងឆ្នាំ2008ដល់ឆ្នាំ2009ចាហើយបន្ទាប់មកនេះខ្ញុំក៏ទៅហាត់រៀនធ្វើវិធីការនីនៅក្នុងស្ថានីយទូរទស្សន៍មួយចាពេលនោះពិបាកខ្លាំងមែនតើដោយសារតែយើងអត់ធ្លាប់សោះអត់ដែរនិយាយចាអត់ដែរនិយាយហើយបងអ្នកដឹកចេះតែថាព្យាយាមហើយចេះខំប្រឹងភ័យផងខ្លាចគាត់ខឹងព្រោះគាត់យើងខុសច្រើនដងពេកហើយពេលហ្នឹងគឺមានអារម្មណ៍ថាអូយអស់កម្លាំងហើយតែនៅសល់ទឹកចិត្តព្យាយាមព្រោះហេតុតែស្រឡាញ់វិស័យសិល្បៈអរគុណណាស់ស្រីពេជ្រដោយសារតែកន្លងមកខ្ញុំធ្លាប់បានធ្វើការជាមួយស្រីពេជ្រច្រើនដែរគឺមានការតស៊ូណាស់ទោះបីជាលំបាកយ៉ាងណាក៏ដោយទោះបីជាហត់នឿយយ៉ាងណាក៏ដោយក៏ស្រីពេជ្រត្រូវតែខំដើម្បីអាជីពមួយនេះព្រោះគាត់ស្រឡាញ់ណាចេញពីបេះដូងតែម្ដងខំទោះបីជាពេលវេលាក៏គោរពពេលវេលាដែរក្នុងការធ្វើការថតនៅសម្ដែងអ្វីផ្សេងអញ្ចឹងស្រីពេជ្របន្ទាប់ពីបានការហាត់រៀនហើយនោះនៅពេលដែលនិយាយជាវិធីការនីធ្លាប់តែជាអ្នកសម្ដែងហើយយើងខ្លាចជាអ្នកនិយាយវិញណាតើនៅពេលនោះមានអារម្មណ៍ថាគិតថាចង់ឈប់ទេពេលដែលហត់ពេកណាចាពេលដែលហត់ពេក
នាងខ្ញុំដូចជាគ្មានអារម្មណ៍ថាចង់ឈប់ទេចង់បន្តទៀតមានតែថែមចង់រកបទពិសោធន៍អ្វីដែលថ្មីដើម្បីបម្រើទស្សនិកជនទាំងអស់ចា៎បាទអរគុណណាស់នៅក្នុងចំណុចនេះដែលយើងបានដឹងអំពីកញ្ញាសីពេជ្រលោកបាននាងបានប្រាប់ហើយថាទុកចិត្តស្រឡាញ់សិល្បៈគឺនៅតែចង់បន្តប៉ុន្តែនៅក្នុងពេលបច្ចុប្បន្នដែលយើងបានលេចលឺនៅរឿងមួយចំនួនតាមរយៈបណ្ដាញ Facebook ដែលខ្ញុំបានឃើញក៏ដូចជាបានការខមមិនពីបងប្អូនប្រជាពលរដ្ឋមួយចំនួនក៏ប្រើប្រាស់ពាក្យពេចន៍អសុរោះមួយចំនួនដែរអញ្ចឹងតើការស្លៀកពាក់នៅក្នុងឈុតមួយដែលកញ្ញាស្រីពេជ្រនៅក្នុងកម្មវិធីនោះយ៉ាងម៉េចទៅវិញខ្ញុំចង់ឲ្យស្រីពេជ្រជួយបកស្រាយអំពីមូលហេតុទាំងអស់នោះដែលធ្វើឲ្យមានការបងប្អូនប្រជាពលរដ្ឋមានការប្រមាថទេដៀលមួយចំនួននោះដែលប្រើប្រាស់ពាក្យពេចន៍មិនសមរម្យតើស្រីពេជ្រអាចប្រាប់បានទេអំពីដើមចមនិងមូលហេតុនៃការស្លៀកពាក់នោះបាទចាជាដំបូងនេះខ្ញុំសូមអភ័យទោសដល់ពុកម៉ែបងប្អូនដូចជាប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសខ្មែររបស់យើងក៏ដូចជានៅក្រៅប្រទេសចាតាមការពិតថ្ងៃនោះគឺនាងខ្ញុំបានស្លៀកបំពាក់នឹងមែនប៉ុន្តែនាងខ្ញុំចេញទៅថត sport ឲ្យហាងកាត់ដេរមួយចាអំឡុងពេលហ្នឹងក៏ត្រូវដែលថ្ងៃខួបកំណើតខាងមិត្តភ័ក្តិសិល្បៈយើងហ្នឹងណាចានាងខ្ញុំក៏ឈៀងយកចំណងដៃហ្នឹងទៅចូលចងដៃគាត់ចាព្រោះឲ្យយើងប្រញាប់បន្តការទៅថតទៀតចាហើយពេលនោះក៏មានមិត្តភ័ក្តិមួយចំនួនទូចដែលគាត់នៅក្នុងនឹងគាត់បានសុំថតយើងក៏ថតលេងជាមួយគ្នាពួកអីដែលយើងខានជួបគ្នាយូរហើយនោះចាបន្ទាប់មកថតលេងហើយក៏យើងបានត្រឡប់ទៅវិញស្អែកឡើងក៏ឃើញសារព័ត៌មានចេញតាមបណ្ដាញ Facebook អញ្ចឹងទៅហើយយើងក៏អត់ដឹងខ្លួនហើយនេះជាអចេតនាមួយដែលចិត្តថាយើងស្មានមិនដល់ថាការធ្វើប្រហែលរបស់យើងបន្តិចនេះធ្វើឲ្យមានរឿងកើតឡើងធំតែបើសិនជាមានការខុសឆ្គងសូមបងប្អូនក៏ដូចជាខាងសារព័ត៌មានទាំងអស់សូមជួយរិះគន់ហើយក៏នាងខ្ញុំក៏អរគុណដែរចាអរគុណដែរហើយក៏អរគុណបងប្អូនមួយចំនួនដែលតែងតែគ្រប់គ្រងរូបនាងខ្ញុំកន្លងមកជាពិសេសសូមឲ្យបងប្អូនដែលរិះគន់នាងខ្ញុំនោះសូមរិះគន់អ្វីដែលល្អចាដើម្បីស្ថាបនាដើម្បីស្ថាបនាបន្ថែមចាបាទបើសិនជាគាត់រិះគន់ពាក្យដែលមិនល្អដូចជាអសុរោះការជេរប្រមាថនោះគឺវាមិនមែនជាអត្តចរិតរបស់នាងខ្ញុំហើយសូមបញ្ជាក់មួយទៀតនាងខ្ញុំចូលវិស័យសិល្បៈមិនមែនយករូបភាពសិចស៊ីនេះដើម្បីចង់ល្បីល្បាញនៅក្នុងវិស័យសិល្បៈនោះទេចាបើសិននាងខ្ញុំចេះគិតអញ្ចឹងមិនមែននាងខ្ញុំចំណាយរយៈពេល7ឆ្នាំនោះទេបងចារយៈពេល7ឆ្នាំហើយដែលនាងខ្ញុំចូលក្នុងវិស័យសិល្បៈគឺប្រឹងប្រែងព្យាយាមតស៊ូអត់ធ្មត់មែនទែនទម្រាំតែមានថ្ងៃនេះអញ្ចឹងសូមបងប្អូនទាំងអស់គ្នាដែលគាត់ចារិះគន់សូមគាត់រិះគន់អ្វីដែលល្អដើម្បីឲ្យនាងខ្ញុំកែតម្រូវចាបើគាត់រិះគន់អ្វីដែលគាត់បាទចង់កែចង់ស្ថាបនាណាបាទតើនៅក្នុងពេលបច្ចុប្បន្ននេះខ្ញុំចង់សួរដល់កញ្ញាស្រីពេជ្រដែរពាក់ព័ន្ធនៅក្នុងរឿងនេះគឺថាកញ្ញាបានបកស្រាយហើយនោះមិនមែនជាចេតនាទេជាកំហុសមួយដោយអចេតនាហើយកញ្ញាក៏បានលើកដៃបួងសួងក៏ដូចជាការសំពះសុំទោសទៅដល់ទស្សនិកជនទាំងអស់ដែលតែងតែគ្រប់គ្រងនិងស្រឡាញ់វិស័យសិល្បៈហើយស្នេហាវប្បធម៌ជាតិអញ្ចឹងក្នុងពេលនោះគឺជាកំហុសអចេតនាមែនទេស្រីពេជ្រព្រោះថាបានស្លៀកពាក់នៅការថតម៉ូដឲ្យហាងសម្លៀកបំពាក់មួយហើយពេលហ្នឹងគឺអត់បានដោះសម្លៀកបំពាក់ទេគឺប្រញាប់ទៅចងដៃពេលវេលាវាបន្តិចញឹកពេកប្រញាប់ទៅចងដៃអញ្ចឹងបាទនេះគឺជាមូលហេតុជាដើមចមួយដែលធ្វើឲ្យកញ្ញាមានការលើសលួសខ្វះខាតបន្តិចបន្តួចដែរអញ្ចឹងសូមគោរពខន្តីពីបងប្អូនទាំងអស់គ្នាដែលមានការយោគយល់អធិស្ឋានទាំងអស់នេះក្នុងពេលបច្ចុប្បន្ននោះទន្ទឹមនឹងការធ្វើសិល្បៈរបស់កញ្ញាស្រីពេជ្រតើកញ្ញាមានបែរធ្វើសកម្មភាពមនុស្សធម៌អ្វីផ្សេងទេស្រីពេជ្រដល់ជួយដល់សង្គមណាចានិយាយពីមនុស្សធម៌វិញនាងខ្ញុំបានចូលរួមនៅក្នុងកម្មវិធីអង្គរសង្ក្រាន្តដូចជាកម្មវិធីបាទកន្លងទៅចូលឆ្នាំកន្លងទៅចូលឆ្នាំគឺរៀងរាល់ឆ្នាំគឺនាងខ្ញុំបានចូលរួមនៅក្នុងកម្មវិធីនោះគឺនាងខ្ញុំធ្វើជាវិធីការនីដើម្បីចូលទៅសភាបងឯកឧត្តមទាំងអស់គ្នាដែលគាត់គ្រប់គ្រងគ្រប់កម្មវិធីចាដូចជាគ្រប់គ្រងនំសំយៈគ្រប់គ្រងការក្បាច់រាំ Madison ចាហើយបន្ថែមទាំងនោះទៀតនាងខ្ញុំបានចូលទៅចែកអំណោយនៅខាងខេត្តបន្ទាយមានជ័យគឺខេត្តនាងខ្ញុំផ្ទាល់អូស្រុកកំណើតបន្ទាយមានជ័យណាអូអ្នកបន្ទាយមានជ័យបាទពេលនោះគឺនាងខ្ញុំជាមួយនឹងបងស្រីបានចុះទៅចែកអំណោយដល់ចាស់ដែលគាត់កំសត់មែនតែនចាជាទឹកចិត្តបន្តិចបន្តួចរបស់នាងខ្ញុំអរគុណណាស់ស្រីពេជ្រអញ្ចឹងមិនថាក្រៅពីអាជីពជាអ្នកសិល្បៈជាអ្នកសម្ដែងឥឡូវនោះក៏បានបង្កើតអាជីពមួយទៀតគឺជាតារាចម្រៀង
អភិវឌ្ឍខ្លួនទៅជាតារាចម្រៀងនេះគឺជាដំណឹងដ៏ល្អដែលប្អូនក្នុងនាមជាសិល្បករនីមួយរូបមានទឹកចិត្តអភិវឌ្ឍខ្លួនឯងឲ្យកាន់តែរីកចម្រើនព្រោះថាបងប្អូនសិល្បៈមួយចំនួនកាលណាគាត់ចេះអីមួយគាត់ចេះតែចំណុចហ្នឹងទេគាត់អត់បានអភិវឌ្ឍខ្លួនណាប៉ុន្តែខ្ញុំសរសើរដល់ស្រីពេជ្រអភិវឌ្ឍតាំងពីដំបូងតាំងពីដើមម៉ូដថតធម្មតាឥឡូវរហូតដល់ពិធីការនីពេលបច្ចុប្បន្នហ្នឹងចង់អភិវឌ្ឍខ្លួនទៅជាថាតារាចម្រៀងបន្ថែមទៀតហើយលើសពីនេះអ្វីដែលខ្ញុំសរសើរដល់ស្រីពេជ្រគឺកម្មវិធីសប្បុរសធម៌បាទស្រីពេជ្រក៏បានចូលរួមនៅក្នុងកម្មវិធីសប្បុរសធម៌ដែរបាទអរគុណណាស់ចំពោះត្រង់ចំណុចទាំងអស់នេះឃើញថាយើងរួមគ្នាត្រូវគិតឃើញនៅពេលអ្វីយើងធ្លាប់លំបាកត្រូវគិតឃើញអ្វីដែលយើងធ្លាប់ក្រហើយយកអ្វីដែលធ្លាប់បាននៅការខំអំពីសមត្ថភាពរបស់យើងណាប្រមូលបាននៅទ្រព្យសម្បត្តិដែលកើតចេញពីសមត្ថភាពរបស់យើងមួយចំនួនទៅចែកចម្លែកដែលជនដែលកំពុងតែត្រូវការជំនួយលោកចាស់ជរាបាទក្មេងទុរគតបាទបងប្អូនដែលមានជំងឺឈឺរ៉ាំរ៉ៃយើងយកថវិកាមួយចំនួនទ្រព្យសម្បត្តិមួយចំនួនទៅចែករំលែកដល់ពួកគាត់នោះហើយធ្វើឲ្យស្នាមញញឹមនិងក្តីសង្ឃឹមរបស់ក្នុងនាមជាមនុស្សដូចគ្នាមានបន្តទៀតអរគុណណាស់ស្រីពេជ្រដោយសារតែពេលវេលារបស់យើងដល់ការកំណត់នោះជាចុងក្រោយតើស្រីពេជ្រមានពាក្យពេចន៍អ្វីដើម្បីផ្ដាំផ្ញើទៅដល់ទស្សនិកជនដែលតែងតែគាំទ្រដល់ស្រីពេជ្រក្នុងពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគតបាទសូមបន្តបាទចា៎នាងខ្ញុំដួងស្រីពេជ្រសូមអរគុណដែរបងប្អូនទស្សនិកជនទាំងអស់ជាពិសេសនៅក្នុងបណ្ដាញ Facebook ដែលតែងតែគាំទ្ររូបនាងខ្ញុំកន្លងមកហើយក៏ជាពិសេសសូមអរគុណដែលបងដែលបានគ្រប់សារព័ត៌មានដែលតែងតែរិះគន់នាងខ្ញុំហើយនាងខ្ញុំសូមរិះគន់អ្វីដែលល្អៗនាងខ្ញុំនឹងកែតម្រូវចា៎កុំរិះគន់អ្វីដែលយើងជាការជេរប្រមាថចាជាការជេរប្រមាថគឺពាក្យមិនល្អសម្រាប់ឲ្យសិល្បករនេះរបស់យើងគាត់វ័យក្រោយហ្នឹងគាត់មិនអាចទទួលយកបានចាអញ្ចឹងសូមអរគុណមែនតើចាហើយក៏សូមអរគុណបងប្អូនទាំងអស់គ្នាសូមជួយគាំទ្ររូបនាងខ្ញុំដួងស្រីពេជ្របន្តទៀតចាបើមានការខុសឆ្គងអីសូមខន្តីអភ័យទោសពីសំណាក់បងប្អូនទាំងអស់គ្នាផងដែរចាបាទអរគុណដល់ស្រីពេជ្រដែលបានអរគុណបងបាទដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងកម្មវិធីយើងខ្ញុំហើយសង្ឃឹមថាបងប្អូនទស្សនិកជនទាំងអស់ដែលតែងតែគាំទ្រដល់ស្រីពេជ្រគឺជា fan របស់ស្រីពេជ្រតែម្ដងនឹងផ្ដល់ការយោគយល់និងការខុសខាតមួយចំនួននោះគឺជាចំហដោយអចេតនាទេអញ្ចឹងមានការបកស្រាយឲ្យពីកញ្ញាដួងស្រីពេជ្រអញ្ចឹងខ្ញុំបាទក៏សូមអរគុណដល់ស្រីពេជ្រដែរណាការផ្ដល់ពេលវេលាដ៏មានតម្លៃឲ្យជូនពរឲ្យស្រីពេជ្រកាន់តែជោគជ័យក្នុងវិស័យសិល្បៈនិងទទួលការគាំទ្រជាច្រើនពីសំណាក់មហាជនទាំងអស់ហើយសូមឲ្យមានសុខភាពល្អរហូតតទៅណាចាអរគុណដូចគ្នាបងបាទអរគុណដល់លោកស្រីកញ្ញាដែលតែងតែតាមដានទស្សនានៅក្នុងកម្មវិធីសួស្ដីប្រិយមិត្តរបស់ស្ថានីយ៍ទូរទស្សន៍ពលលេខ8តាំងពីដើមរហូតដល់ពេលនេះហើយរាល់ការខុសឆ្គងអ្វីផ្សេងៗនោះខ្ញុំបាទនឹងជាតាក៏សូមគោរពខន្តីអភ័យទោសពីសំណាក់អស់លោកស្រីកញ្ញានៅកំហុសឆ្គងមួយចំនួនផងដែរក៏សូមប្រសិទ្ធពរជ័យជូនលោកអ្នកជួបប្រទះតែសេចក្តីសុខនិងសំណាងល្អរាល់ការធ្វើដំណើរទាំងទៅមកសូមឲ្យសុវត្ថិភាពថ្ងៃនេះនិងថ្ងៃស្អែកសូមកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍សម្រាប់ពេលនេះខ្ញុំបាទអិនឈៀននិងកញ្ញាឌូស្រីពេជ្រសូមអរគុណសូមគោរពលា